Thì xuống bọn đặc niaថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអ្នកគ្នាតេតើងជាមួយនឹងវីដេអូថ្មីដែលសារមានបងប្អូនយើងគាត់សួរតេតើងជាមួយនឹងកម្មវិធី Temu កម្មវិធី Temu នេះបើសិនជាបងប្អូនអ្នកគ្នាឈប់ប្រើហើយគាត់សនំពរខ្ញុំធ្វើវីដេអូបង្ហាញថាបើសិនជាយើងឈប់ប្រើ Temu ឬក៏យើងកំពុងប្រើដែរក៏ប៉ុន្តែយើងចង់លុបកុងធនាគារដែលយើងបានភ្ជាប់ជាមួយ Temu ចេញអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអ្នកគ្នាតែម្ដងពីរបៀបលុបកុងធនាគារចេញពី Temu នៅពេលដែលយើងបានភ្ជាប់ជាមួយនឹង Temu អញ្ចឹងហើយគឺដើម្បីអាចធ្វើការលុបបានគឺយើងចូលមកកាន់កន្លែងពាក្យថា U នេះមកយើងចូលមកកន្លែង ID របស់យើងណានៅពេលដែលចូលមកយើងនឹងឃើញហើយ ID របស់យើងគឺប៉ុណ្ណេះហើយបន្តមកទៀតបងប្អូនគ្នាគឺយើងអាចធ្វើការ check មើលបានថានេះរបស់យើង ID ចុយថា ID មិន ID បងប្អូនគ្នាកងធនាគាររបស់យើងនៅកន្លែងណាគឺយើងចុចនេះកន្លែងសញ្ញារូបមូល color នេះយើងចុចមកហើយបន្តមកទៀតបងប្អូនអ្នកគ្នានឹងឃើញពាក្យថា your payment methods អញ្ចឹងគឺយើងចុចទៅលើវាមកយើងចុចមកបន្តមកបងប្អូនអ្នកគ្នានឹងឃើញហើយវាមានកុងធនាគារវាមានកាតអីដែលយើងបានភ្ជាប់នៅក្នុងហ្នឹងអញ្ចឹងហើយបើសិនជាយើងមានមួយគឺវាជាប់មួយបើសិនមានពីរគឺវាជាប់ពីរអញ្ចឹងទៅហើយរបស់ខ្ញុំនេះវាមានពីរប្រភេទដែរវាមាន Mastercard មួយជាមួយនឹងកម្មវិធី ToSPay មួយអញ្ចឹងហើយបើសិនជាយើងចង់លុបវាចេញទាំងពីរគឺងាយស្រួលទេគឺយើងគ្រាន់តែចុចកន្លែង remove នេះមកហើយខាងលើយើងចុច edit ឥឡូវខ្ញុំចុច remove សិនចាំតិចប្រិមិត្តហើយបន្តមកទៀតយើងចុចលើពាក្យថា remove this account អញ្ចឹងយើងចុច remove ចឹងមកគឺវានឹងធ្វើការលុបបាត់ហើយឥឡូវយើងចង់លុបកាតធនាគារមួយទៀតដែលយើងបានភ្ជាប់យើងចុចលើពាក្យថា edit ហើយបន្តមកទៀតបងប្អូនគ្នានឹងឃើញព័ត៌មានផ្ទាល់ខ្លួនរបស់យើងនៅកន្លែងហ្នឹងអញ្ចឹងហើយគឺបងប្អូនគ្នាយើងគ្រាន់តែចុចលើពាក្យថា delete card នេះមកគឺវានឹងលុបចេញពីក្នុង Temu ហើយឥឡូវខ្ញុំលុបឲ្យបងប្អូនគ្នាមើលអញ្ចឹងមកបន្តមកយើងចុចលើពាក្យថា delete this card យើងចុចចឹងមកហើយបន្តមកទៀតគឺយើងរើសយកអាណាមួយក៏បានដែរស្រាញ់យើងចុចលើគេក៏បានគេដាក់ថាលុបកាតនេះចេញហើយបន្តមកចាំយើង add ថ្មីមួយនៅពេលក្រោយអញ្ចឹងទៅយើងចុច confirm មកគឺវានឹងធ្វើការបាត់ payment របស់យើងអញ្ចឹងគឺយើងមិនចាំបាច់ធ្វើការភ្ជាប់ចូលឬក៏ដើម្បីនេះទៀតទេចាំនៅពេលថ្ងៃណាដែលយើងត្រូវការទិញអីចាំយើងប្រើប្រាស់ជាបន្តមកទៀតឥឡូវហ្នឹងគឺយើងថយមកសិនចាំខ្ញុំបង្ហាញបងប្អូនគ្នាយើងចូលទៅមើលភាសាទៀតថាតើវាមានជាប់កាតនៅក្នុងនឹងឬអត់យើងចុចកន្លែងមកហើយយើងចូលលើពាក្យថា your payment method បន្តមកបងប្អូនគ្នានឹងឃើញអត់មានអីទាំងអស់គឺវាបាត់ទាំងកាតបាត់ទាំងកុងធនាគារដែលយើងបានភ្ជាប់អញ្ចឹងហើយបងប្អូនគ្នាដែលលែងប្រើ Temu ឬក៏យើងមានអារម្មណ៍ថាដូចអត់សូវសុវត្ថិភាពឧទាហរណ៍ថាអាចមានអារម្មណ៍ថាគេ hack គេអីចឹងណាអញ្ចឹងហើយយើងធ្វើការលុបកាតធនាគារចេញពីក្នុង Temu មកចំពោះវីដេអូគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនគ្នាមានសំណូមពរខ្ញុំធ្វើវីដេអូអីអាច comment បន្តមកខ្ញុំនឹងព្យាយាមធ្វើរាល់ពេលដែលខ្ញុំអាចធ្វើបានហ្នឹងហើយបងប្អូនគ្នាចាំជួបគ្នានៅវីដេអូក្រោយៗទៀត